កាលពីសប្តាហ៍កន្លងទៅនេះគណៈគ្រប់គ្រងវិទ្យាស្ថានអន្តរទ្វីបអាមេរិកបានដឹកនាំដំណើរទស្សនកិច្ចសិក្សាមួយដែលមានសិស្សានុសិស្សចំនួន2ក្រុមផ្សេងគ្នាដោយធ្វើដំណើរតាមរថយន្តចំនួន10គ្រឿងឆ្ពោះទៅកាន់សួនកុមារវត្តភ្នំដែលមានទីតាំងស្ថិតនៅជិតវត្តភ្នំដែលមានសិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងបុគ្គលិកនៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកចំនួន150នាក់អាយដាមអុកញ៉ាវិជ្ជបណ្ឌិតគួចមេងលីប្រធានវិទ្យាស្ថានអន្តរទ្វីបអាមេរិកបានដឹងថាវិទ្យាស្ថានបានជ្រើសរើសសួនកុមារវត្តភ្នំសម្រាប់ទស្សនកិច្ចសិក្សាគឺចង់ឲ្យពួកគេបានស្គាល់ពីប្រវត្តិសាស្ត្រនៃរមណីយដ្ឋានវត្តភ្នំដែលជាតំបន់ប្រវត្តិសាស្ត្រខ្មែរមួយដែលមានប្រវត្តិសាស្ត្រតាំងពីឆ្នាំ1372ព្រមជាមួយគ្នានេះសិស្សានុសិស្សក៏មានឱកាសសង្កេតមើលទស្សនវិជ្ជាទូទៅនៃរាជធានីភ្នំពេញស្របពេលដែលខួបលើកទី575នៃកំណើតរាជធានីភ្នំពេញដែលនឹងខិតជិតមកដល់នៅពេលខាងមុខនេះអាយដាមបន្តថាកម្មវិធីនេះក៏បានជួយបំផុសស្មារតីបងប្អូនសិស្សានុសិស្សឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រជាងមុននិងមានស្មារតីចេះស្រឡាញ់និងថែរក្សាមិត្តភាពរវាងគ្នានឹងគ្នាសំខាន់ជាងនេះទៅទៀតពួកគេអាចស្គាល់ពីតម្លៃនិងមានឱកាសស្វែងយល់ពីសម្បត្តិធម្មជាតិបរិស្ថានវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់នានាដែលមាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងដំណើរទស្សនកិច្ចសិក្សាលើកនេះធ្វើឲ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតអំពីបរិស្ថានខាងក្រៅនិងវាក្យសព្ទជាភាសាអង់គ្លេសមួយចំនួនធំទាក់ទងនឹងសួនកម្សាន្ត